អាហារផ្លូវចិត្តភាគ3សេចក្តីស្រឡាញ់ទឹកចិត្តមេត្តាសេចក្តីអំណត់ធ្វើឲ្យចិត្តអ្នកបានត្រជាក់សម្បូរមិត្តខ្សត់សត្រូវខន្តីជួយអ្នកឲ្យរួចពីកំហុសទាំងឡាយរឿងអត់ប្រយោជន៍ស្ដាប់ចូលត្រចៀកមកខាងហើយចេញត្រចៀកមកខាងទៀតក៏ល្អដែរទុកគូក្បាលអ្នកដាក់រឿងមានប្រយោជន៍វិញនិយាយតិចប្រសើរជាងនិយាយច្រើនតែអត់បានការធ្វើការឲ្យចេញជាលទ្ធផលប្រសើរជាងអង្គុយអួតលទ្ធផលបញ្ជាក់ពីសមត្ថភាពពិតរបស់អ្នកមានទ្រព្យច្រើនតែចិត្តមួម៉ៅក្តៅក្រហាយមិនប្រសើរឡើយរោគទ្រព្យដោយសុចរិតជាទ្រព្យត្រជាក់ចិត្តអ្នកមិនភ័យខ្លាចមិនមានពៀវេរាឡើយធ្វើកិច្ចការងារអ្នកឲ្យបានល្អប្រសើរជាងនិយាយដើមគេនិយាយអាក្រក់ពីគេព្រោះវាខាតពេលផងបាបផងហើយមានពៀវេរាទៀតមានស្មារតីតាមដានចិត្តអ្នកជាប្រចាំទាញវាចេញពីអារម្មណ៍នាំឲ្យកើតទុក្ខបង្អោនទៅរកអារម្មណ៍នាំឲ្យកើតបុណ្យកុំបណ្ដោយវាឲ្យតោងយកអារម្មណ៍ខុសៗច្រើនពេករោគចំណេះរោគទ្រព្យកុំភ្លេចរោគធម៌ផងទើបជីវិតបានសុខព្រះធម៌ជួយឲ្យចិត្តអ្នកបានរឹងប៉ឹងយល់ដឹងពីការពិតនៃជីវិតទ្រព្យច្រើនទ្រព្យតិចតាមកម្លាំងបុណ្យរបស់យើងកុំទម្លាប់មើលទោសគេច្រើនពេកហើយបើត្រូវលើកមកនិយាយក៏ត្រូវនិយាយដោយចិត្តមេត្តាដែរបំណងចង់ឲ្យគេបានល្អជាពុទ្ធជនគ្មានអ្នកណាល្អ 100% ទេរួមទាំងខ្លួនយើងផងពេលគេធ្វើបានល្អរៀនលើកទឹកចិត្តកុំខ្លាចគេគ្រាន់បើជាងខ្លួនអ្នកបានបន់ផងបានមិត្តភាពផងបានជួយពង្រីកអំពើល្អផងកុំមើលរឿងអត់ប្រយោជន៍ច្រើនពេកខាតពេលផងខូចចិត្តផងសន្សំនិស្ស័យមិនល្អផងពេលវេលាមានតម្លៃណាស់រៀនសន្សំចំណេះសន្សំបុណ្យគ្រាន់បានជាទីពឹងផ្លូវចិត្តពេលជួបការលំបាកកុំអាលចុះចាញ់លឿនពេកខំប្រឹងឲ្យអស់ពីសមត្ថភាពសិនចាំគិតទៀតដោះស្រាយបានឬមិនបានត្រូវហ៊ានប្រឈមមុខចំពោះការពិតជីវិតនេះតម្រូវឲ្យអ្នកចេះអត់ធន់ចំពោះការលំបាកអត់ធន់ចំពោះពាក្យសម្ដីអ្នកដទៃអត់ធន់ចំពោះអកុសលខាងក្នុងអត់ធន់ចំពោះការប្រែប្រួលនៃសង្ខារទាំងឡាយខឹងច្រើនជាសញ្ញាថាចិត្តអ្នកមានមេរោគច្រើនរៀនលះកំហឹងរៀនអត់ធន់ចំពោះរឿងរ៉ាវទាំងឡាយចម្រើនមេត្តាចម្រើនបញ្ញាទទួលស្គាល់ថាអ្វីមិនចេះតែបានតាមចិត្តចង់ទេមួម៉ៅច្រើនទុកច្រើន
ឈឺច្រើនអាយុខ្លីឆាប់ស្លាប់រៀនទម្លាក់កំហឹងចេញពីចិត្តរៀនបដូរចិត្តបដូរអារម្មណ៍រៀនចម្រើនមេត្តាសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យសពសត្វទាំងឡាយបានសុខរួចផុតពីទុក្ខមានជួបមានព្រាត់អ្វីមិនទៀងទាត់ទេខាត់មិនបានហើយវាមិនប្រាប់យើងឲ្យដឹងជាមុនឡើយទម្លាប់ពិចារណារឿយវាអាចជួយអ្នកមិនឲ្យកើតទុក្ខខ្លាំងពេលត្រូវប្រែប្រួលចង់ខ្លាំងពេលមិនបានខកចិត្តក៏ខ្លាំងដែរតណ្ហាបានដល់ការជាប់ជំពាក់ជាហេតុនៃសេចក្តីទុក្ខបើចង់ស្បើយពីទុក្ខរៀនលះការជាប់ជំពាក់បន្តិចម្ដងអ្វីមានហេតុទើបកើតឡើងបានបើខ្វះហេតុផលមិនអាចកើតឡើងបានឡើយដំណើរផ្លូវតែងមានឧបសគ្គជីវិតតែងមានបញ្ហាជារឿងធម្មតាកុំតូចចិត្តអីងើបឡើងរួចបន្តដំណើរទៅមុខទៀតកុំរអ៊ូអីបើត្រូវធ្វើទៅកុំចាំបាច់បោបាច់ច្រើនពេកការងារល្អបានជាទីពេញចិត្តនៃមនុស្សនិងទេវតាអំពើល្អពេលបច្ចុប្បន្នជួយហៅបុណ្យពីអតីតមកឲ្យផលដែរចង់បានហួសពីសមត្ថភាពអ្នកនឹងកើតទុក្ខខ្លាំងខំប្រឹងឲ្យអស់ពីសមត្ថភាពហើយត្រេកអរនឹងអ្វីដែលអ្នករកបានបុណ្យយើងមានតែប៉ុណ្ណឹងទើបយើងទទួលបានផលប៉ុណ្ណឹងខំប្រឹងឲ្យអស់ពីសមត្ថភាពផលយ៉ាងណាក៏ព្រមទទួលតាមនឹងទៅអ្វីមិនចេះតែបានតាមចិត្តអ្នកចង់ទេមានបុណ្យផងផ្សំជាមួយការព្យាយាមផងទើបបានសម្រេចគុំគួនគ្នានាំឲ្យបែកបាក់ហើយមានពៀវិរិយវែងឆ្ងាយកើតមកជាសត្រូវនឹងគ្នាទៅជាតិមុខជាតិក្រោយបើខឹងឲ្យឆាប់បាត់កុំចងពៀនឹងគ្នាឡើយធ្វើល្អដើម្បីបង្អួតអ្នកដទៃបានបន្តិចព្រោះលោភៈចង់ឲ្យគេស្គាល់ដណ្ដើមបុណ្យពីចិត្តអ្នកទៅសាងបុណ្យដោយចិត្តស្មោះជួយសង្គ្រោះដោយករុណាអ្នកណាមិនដឹងក៏យើងដឹងខ្លួនឯងដែរព្រួយបារម្ភពេកនាំឲ្យអ្នកកើតទុក្ខខ្លាំងជួបរឿងណាដោះរឿងនឹងទៅកុំស្មុគពេកអីគ្មានអ្នកណាអាចបង្គាប់បញ្ជារឿងក្នុងអនាគតបានទាំងស្រុងទេតែអ្នកត្រូវតែប្រឹងប្រែងឲ្យអស់ពីសមត្ថភាពនៅថ្ងៃនេះវុបដិសារៈបានទៅគាស់ខ្មោចអតីតៈឲ្យមកលងបន្លាចអ្នកដល់បច្ចុប្បន្នអតីតកាលបានកន្លងហួសទៅហើយសោកស្ដាយក៏កែមិនបានដែរយកវាជាមេរៀនងើបឡើងហើយចាប់ផ្ដើមសារជាថ្មីដរាបណានៅមានជីវិតកុំទាន់អស់សង្ឃឹមអីផ្ដល់ឱកាសឲ្យខ្លួនឯងម្ដងទៀតចាប់ផ្ដើមសារជាថ្មី
អ្នកអាចសាងអនាគតថ្មីដោយការចាប់ផ្ដើមពីថ្ងៃនេះតទៅស្លាប់ទៅយកអ្វីទៅមិនបានទេរៀនធ្វើទានខ្លះគ្រាន់បានជាទីពឹងទៅកាន់បរលោកនាយអ្នកធ្វើទាននឹងបានចម្រើនដោយទ្រព្យមិនលំបាកដោយអាហារបរិភោគឡើយច្រណែននិន្ទាគេមិនបានអ្វីមកខ្លួនឯងទេតែបានបាបបានក្តៅក្រហាយចិត្តកើតជាតិណាមានគេស្អប់ច្រើនការងារសំខាន់របស់អ្នកគឺធ្វើខ្លួនឯងឲ្យល្អជាងមុនមិនមែនអង្គុយចាប់កំហុសគេទេជីវិតមានទុក្ខច្រើនត្រូវប្រញាប់សន្សំបុណ្យសម្អាតចិត្តអកុសលទើបបានចម្រើនក្នុងជីវិតអត់ឱនឲ្យគេឧបមាដូចទម្លាក់ថ្មពីស្មាអត់ឱនឲ្យខ្លួនឯងឧបមាដូចដកបន្លាចេញពីទ្រូងកំហឹងជាភ្លើងតែងដុតបំផ្លាញចិត្តដែលជាទីអាស្រ័យរបស់វាអាហារផ្លូវចិត្តភាគ3បន្តកុំសូវសង្ឃឹមសេចក្តីសុខពីអ្នកដទៃខ្លាំងពេកប្រយ័ត្នខកចិត្តព្រោះគេក៏ពិបាករកសុខសម្រាប់ខ្លួនគេដែរស្ដាប់ធម៌ចម្រើនបញ្ញាគ្រាន់បានជាទីពឹងខាងក្នុងទោះបីអតីតកាលជូរចត់ប៉ុណ្ណាអ្នកនៅតែអាចចាប់ផ្ដើមសារជាថ្មីដរាបណានៅមានជីវិតនៅមានដង្ហើមអ្នកនៅតែមានសង្ឃឹមផ្ដល់ឱកាសឲ្យខ្លួនឯងម្ដងទៀតកុំតក់ក្រហល់ខ្លាំងពេករឿងកើតឡើងតាមហេតុរបស់វាមិនមែនតាមចិត្តអ្នកបង្ខំនោះទេរៀនអត់ធន់រៀនរង់ចាំរៀនសម្របខ្លួនតាមកលៈទេសៈទើបមិនសូវខ្វល់ចិត្តខ្លាំងបើអ្នករវល់តែយកពាក្យឌឺដងគេមកគិតអ្នកនឹងមិនបានសុខទេគិតថាត្រឹមតែខ្យល់មាត់បាបរបស់គេត្រឹមតែជាសំឡេងឮហើយរសាត់បាត់ទៅវិញកុំសូវយកខួរក្បាលអ្នកមកគិតអីឲ្យវារសាត់បាត់ទៅចោះបើការតបតនោះមិនបានប្រយោជន៍ហើយគ្រាន់តែបង្កើននៅចំនួនសត្រូវកុំចាំបាច់អីឲ្យគេទូលភ្លើងម្នាក់ឯងទៅចោះរងចាំពេលវេលាសមគួរចាំដល់ភ្លើងថយកម្ដៅបន្តិចចាំដោះស្រាយក៏មិនយឺតពេលដែរអ្វីតែមានការចាប់ផ្ដើមហើយក៏មានទីបញ្ចប់ដែរគ្មានការជួបណាដែលមិនព្រាត់វិញទេសុខក្តីទុក្ខក្តីតែងប្រែប្រួលខាត់មិនបានរៀនទទួលស្គាល់ការពិតទើបមិនសូវឈឺចាប់
សត្រូវខាងក្រៅមិនសូវធ្វើឲ្យអ្នកកើតទុក្ខខ្លាំងដោយចិត្តអ្នកគិតខុសទេគិតខឹងគិតគុំគិតស្អប់គិតច្រណែនគេគិតថាគេធ្វើអាក្រក់ដាក់ខ្លួនឯងជាដើមទម្លាប់គិតយ៉ាងណាអ្នកនឹងคล้ายទៅជាមនុស្សប្រភេទនោះព្យាយាមសន្សំចិត្តល្អវិចារពិរោះអិរិយាបថសមរម្យកម្មល្អបង្កើតផលក៏ល្អដែរកុំស្ដាយរឿងអតីតកាលច្រើនពេកកុំព្រួយហួសហេតុចំពោះរឿងដែលមិនទាន់កើតឡើងអីរៀនទទួលយកអ្វីដែលអ្នកមាននៅបច្ចុប្បន្នពេលចំណេញកុំប្រមាថពេលខាតកុំមួម៉ៅពេកជីវិតមានឡើងមានចុះជារឿងធម្មតាខំសន្សំបុណ្យរឿយបន្តិចម្ដងបុណ្យនាំមកនៅសេចក្តីសុខអ្នកធំត្រូវតែចេះអត់ទ្រាំនឹងពាក្យនិន្ទាកូនចៅមិនចេះតែស្រឡាញ់យើងគ្រប់គ្នាទេខន្តីជាធម៌នាំឲ្យបានជាមនុស្សរឹងប៉ឹងធ្វើការរួមគ្នាកុំយកមតិតែខ្លួនឯងកុំយកមុខតែឯងចេះស្ដាប់គេខ្លះចេះចែករំលែកក្រេឌីតឲ្យគេខ្លះទើបរីកចម្រើនហើយធ្វើការងារជាមួយគ្នាបានយូរធ្វើការងារធំត្រូវចេះគ្រប់គ្រងកំហឹងសម្រាប់ចិត្តពេលខឹងច្រើនតែមានកំហុសខន្តីជាលក្ខខណ្ឌចាំបាច់សម្រាប់អ្នកធ្វើការងារធំមានបណ្ណាក៏មិនគ្រប់បានបណ្ណាក៏មិនស្កប់ត្រេកអរនឹងអ្វីដែលអ្នករកបានដោយសុចរិតមានតិចមានច្រើនជាទ្រព្យត្រជាក់មិនជំពាក់កម្មពីអ្នកដទៃកុំនិយាយច្រើនហួសពេកកុំខ្លាចគេមិនដឹងថាខ្លួនចេះមើលកលៈទេសៈសិនសឹមនិយាយហើយនិយាយដោយចិត្តមេត្តាទើបបានផលល្អច្រើនបើយើងជួយគេអស់ពីលទ្ធភាពហើយនៅតែជួយមិនបានទៀតត្រូវយល់ថាសត្វលោកមានកម្មជារបស់ខ្លួនអ្នកណាសាងកម្មណាត្រូវទទួលផលនៃកម្មនោះវិញទម្លាប់នឹករឿងណាដែលនាំឲ្យចិត្តរីករាយនាំឲ្យកើតបុណ្យរឿងណានឹកទៅក្តៅក្រហាយចិត្តឆាប់ដូរចិត្តដូរអារម្មណ៍បើខ្ចីហើយសងវិញគួរឲ្យខ្ចីទៀតបើខ្ចីហើយមិនសងទេកុំឲ្យខ្ចីទៀតអីមានលទ្ធភាពឲ្យប៉ុណ្ណាឲ្យប៉ុណ្ណឹងទៅទំនុកបំរុងឪពុកម្ដាយអ្នកឲ្យអស់ពីចិត្តវិថ្លើមកុំចាំពេលដល់គាត់ស្លាប់ហើយបានយំមិនប្រសើរទេស្រែបុណ្យនៅនឹងផ្ទះកុំមើលរំលងប្រយ័ត្នស្ដាយក្រោយចេះទទួលខុសខ្លះផងកុំប៉ិនតែខាងចង្អុលដាក់គេកុំយកល្អតែឯងធ្វើការជាមួយគ្នាមិនបានសុខទេ
ទំនុកបំរុងមេដាបេដាថ្វាយទានដល់អ្នកមានសិលលោកហៅថាបូជាទានជួយសង្គ្រោះដល់អ្នកក្រីក្រលំបាកលោកហៅថាសង្ឃហទានអ្នកបានធ្វើបុណ្យទុកហើយបានជាទីស្រឡាញ់រាប់អាននៃមនុស្សនិងទេវតាផងឈ្មោះថាបានដាំពូជមានទ្រព្យសម្បត្តិច្រើនផងកុំមួម៉ៅនឹងរឿងដែលអ្នកមិនអាចធ្វើកើតអីធ្វើរឿងណាដែលអ្នកអាចធ្វើបានតែអ្នកនៅតែចិញ្ចឹមចិត្តថានៅពេលដែលមានពេលវេលាដ៏សមគួរកលៈទេសៈសមរម្យអ្នកនឹងធ្វើឲ្យតតែបានកាប់ប្រឡាយទើបទឹកវាហូរប្រឹងសាងទើបសំណាងកើតមុននឹងឲ្យទេវតាជួយអ្នកទៅត្រូវប្រឹងជួយខ្លួនឯងសិនបើឈឺទៅពេទ្យទៅកុំភ័យពេកព្រោះបើអ្នកកាន់តែភ័យកាន់តែធ្វើឲ្យជំងឺមានទម្ងន់ធ្ងន់ឡើងជំងឺខ្លះកើតពីចិត្តដែលលោកហៅថាចិត្តសមុដ្ឋានបើចិត្តអ្នកមួម៉ៅច្រើនភ័យព្រួយច្រើនឈឺក៏ច្រើនបើចិត្តអ្នកស្រស់ស្រាយកាយមិនសូវមានជំងឺទេកុំសូវជឿយល់សពពេកអីបើយល់សពឃើញធ្វើបុណ្យក៏បានបុណ្យខ្លះដែរតែបានតិចមិនដូចជាក្រោកទៅធ្វើបុណ្យផ្ទាល់ដៃនោះទេកុំប្រញាប់ជឿពេកប្រយ័ត្នគេបោកគិតរកហេតុផលសិនមុននឹងជឿអ្នកបោកពូកែសម្ដីណាស់ហើយប៉ិនលាក់ពុតទៀតសួរនាំគេឯងគិតឲ្យបានជ្រៅជ្រះមុននឹងសម្រេចចិត្តបាបមិនទាន់ឲ្យផលគិតថាបាបល្អបាបមានប្រយោជន៍ពេលបាបឲ្យផលទើបដឹងថាបាបអាក្រក់គួរជៀសវាងអំពីអំពើអាក្រក់ទាំងឡាយហើយខិតខំសាងបុណ្យឲ្យបានរឿយបុណ្យនាំមកនៅសេចក្តីសុខបើផ្លូវនឹងដើរទៅមុខមិនរួចទេរកផ្លូវផ្សេងកុំអង្គុយទាល់ច្រកកុំស្មុគស្មាញពេកអីសួរគេសួរឯងស្វែងរកជំនួយកុំខ្មាស់អៀនឡើយកុំកាត់ស្មានលឿនពេកកុំមើលតែសម្បកក្រៅកុំស្ដាប់តែម្ខាងកុំគ្រាន់តែឃើញហើយថាភ្លាមការវិនិច្ឆ័យខុសនាំឲ្យនិយាយខុសសម្រេចចិត្តខុសខាតពេលខាតចិត្តហើយមានបាបទៀតផងធ្វើទានមានគេស្រឡាញ់ជួយចិត្តច្រើនមនុស្សកំណាញ់ដាំពូជក្រស្លាប់ទៅយកទ្រព្យបន្តិចបន្តួចតាមខ្លួនមិនបានទេរៀនធ្វើទានគ្រាន់បានជាទីពឹងក្នុងបច្ចុប្បន្នផងក្នុងបរលោកផង
ក្នុងជីវភាពរស់នៅនឹងយើងត្រូវតែស្រ័យពឹងគ្នាទៅវិញទៅមកពឹងបងពឹងប្អូនពឹងម៉ែពឹងឪពឹងប្តីប្រពន្ធអញ្ចឹងទៅអានឹងជាការរកទីពឹងខាងក្រៅហើយក៏វាត្រូវតែមានហ្នឹងឯងប៉ុន្តែទីពឹងទាំងអស់ហ្នឹងវាមិនទៀងទាត់មិនអាចប្រកាសពជាថា 100% ត្រូវគេបកគលសេចក្តីសុខមកឲ្យបានទេពឹងគេម្ដងគេជួយទៅក៏សប្បាយថ្ងៃក្រោយគេលែងជួយទៅក៏កើតទុក្ខឬក៏ថាពេលមានជំងឺត្រូវពឹងលុយកាក់ដើម្បីទៅមើលទៅប៉ុន្តែពេលខ្លះមានទ្រព្យហើយនឹងមើលមិនជានឹកពេលខ្លះថាចង់បានទ្រព្យធននឹងឲ្យបានច្រើនទៅបានសុខវាបានសុខដែរប៉ុន្តែអាសេចក្តីទុក្ខតាមផ្លូវចិត្តហ្នឹងมันអាចយកទ្រព្យហ្នឹងមកដោះស្រាយតែមួយមុខបានទេពីព្រោះវាមានរឿងផ្សេងដែលនាំឲ្យកើតទុក្ខសម្រាប់អ្នកដែលមានទ្រព្យនឹងក៏មានទុក្ខដោយអ្នកមានទ្រព្យអ្នកធំមានទុក្ខដោយអ្នកធំអ្នកតូចអ្នកមានទុក្ខដោយអ្នកតូចចឹងទៅចឹងយើងក៏រកទីពឹងដែលមានលំនឹងនៅខាងក្នុងចិត្តនៅក្នុងធម៌ឲ្យយើងយកនៅសតិបញ្ញាស្មារតីឲ្យរឹងប៉ឹងខាងក្នុងខ្លួនណាដោយមានបរតនត្រ័យជាអ្នកជួយបង្ហាញផ្លូវព្រះសម្មាសម្ពុទ្ធជួយប្រាប់ផ្លូវថាជីវិតនឹងវាមិនទៀងវាផ្លាស់ប្ដូរប្រែប្រួលមិនទៀងទាត់มันអាចពឹងអីឲ្យពិតប្រាកដបានទេអញ្ចឹងយើងយកព្រះអង្គជាគ្រូជាអ្នកបង្ហាញផ្លូវដែលថាពុទ្ធធាំងសារណង្កិច្ឆាមិសូមដល់នៅពុទ្ធជាទីពឹងមិនមែនទៅបន់បោឲ្យព្រះអង្គមកជួយស្រោចស្រង់យើងយ៉ាងម៉េចឲ្យផុតពីកម្មពៀវរីអីទេពឹងព្រះអង្គសូមឲ្យព្រះអង្គជួយបង្ហាញផ្លូវធ្វើម៉េចឲ្យខ្លួនឯងនឹងរឹងប៉ឹងតាមរយៈនៃពធនឹងជួយប្រាប់ឲ្យថានេះល្អនេះអាក្រក់ឧបមាថាកំហឹងចំណែនស្អប់គុំគួនភ័យព្រួយស្ដាយស្ដីបន្ទោសឲ្យខ្លួនឯងទាំងអស់ហ្នឹងសុទ្ធតែជាអកុសលត្រូវលះបង់ចេញហើយត្រូវសន្សំភាវនាចម្រើននៅអំពើល្អជាកុសលមេត្តាករុណាខន្តីអត់ឱនយោគយល់សន្តោសមានសតិមានបញ្ញាហ្នឹងឲ្យស្វែងយល់អំពីដំណើរការពិតនៃជីវិតសម្លឹងឃើញនៅសង្ខារហ្នឹងវាមានហេតុទើបកើតឡើងអញ្ចឹងអត់ទុកទោមមនុស្សខ្លាំងពេកជាមួយនឹងអ្វីដែលកើតឡើងឯងពីព្រោះកំណត់ដឹងថាស្អីវាមិនមែនកើតឡើងដោយចៃដន្យណាវាមានហេតុគ្រប់គ្រាន់ហើយនៅពេលដែលហេតុហ្នឹងមិនទាន់អស់រឿងវានៅតែនៅអញ្ចឹងដល់ពេលណាដូចជាភ្លើងអញ្ចឹងកាលណាអស់ក៏វាត្រូវរលត់ទៅអញ្ចឹងកម្លាំងកម្មកម្លាំងហេតុនឹងមានផលនឹងក៏បានមកជាផលល្អក្តីជាផលមិនល្អក្តីអញ្ចឹងបញ្ញានឹងជួយសម្រួលផ្លូវចិត្តមិនឲ្យយើងកើតទុក្ខធម្មំសរណង្កិច្ឆាមិសូមដល់នៅពធជាទីពឹងទីរលឹកហ្នឹងមិនមែនសូត្រផ្លុំឲ្យធ្វើឲ្យយើងនឹងវាមានរិទ្ធមានអំណាចអីនោះទេពធដែលថាមានរិទ្ធមានអំណាចជាទីពឹងគឺបញ្ញាស្មារតីដែលយើងមាននៅក្នុងចិត្តធ្វើឲ្យយើងអត់កើតទុក្ខហ្នឹងធម្មំសរណង្កិច្ឆាមិហើយយើងបានប្រសង់ជាអ្នកជួយនាំពធនឹងមកជារៀមច្បងជាអ្នកដើរផ្លូវនឹងមុនអញ្ចឹងសូមដល់ប្រសង់ជាទីពឹងទីរលឹកគឺក្នុងន័យថាជាអ្នកជារៀមច្បងជួយបង្ហាញផ្លូវហ្នឹងមិនឲ្យរលុបបាត់ទៅទោះបីជាពុទ្ធព្រះអង្គបរិនិព្វានទៅហើយក៏ដោយហើយមានសិលទៅនៅក្នុងខ្លួនមិនបៀតបៀនមិនស
សម្លាប់មិនកុហកមិនប្រព្រឹត្តប៉ះពាល់កូនប្រពន្ធមិនផឹកទឹកស្វឹងឯងមានសិល5ហ្នឹងជាទីពឹងក្នុងចិត្តណាមានរឿងអីអូខ្ញុំមានបុណ្យរបស់ខ្ញុំជាទីពឹងខ្ញុំមានពុទ្ធពធប្រសង្ឃបរតនត្រ័យជាទីពឹងខ្ញុំមានសិលរបស់ខ្ញុំជាទីពឹងបើមានរឿងអីកើតឡើងខ្ញុំអស់ចិត្តដែររស់នៅមួយជីវិតនេះសប្បាយចិត្តនឹងបំពេញបុណ្យកុសលមានទ្រព្យធ្វើទានទៅចាំម៉ែចាំឪកុំចាំដល់ពេលគាត់ស្លាប់ហើយបានយំយាយស្រែកទួញឲ្យអស់ពីចិត្តពីថ្លើមបើគាត់ត្រូវអស់បុណ្យត្រូវធ្វើដំណើរទៅអញបានជួយគាត់អស់ពីចិត្តពីថ្លើមអស់ពីដៃពីជើងហ្នឹងជីវិតដែលរស់នៅប្រកបដោយបុណ្យកុសលអំពើល្អសតិបញ្ញាស្មារតីហ្នឹងជាជីវិតដែលមានតម្លៃមានន័យវាមិនក្តៅវាមិនកុហលវាមិនកាហាយមិនកើតទុកទុំមនុស្សខឹងចំណែនអ្នកណាអាខឹងចំណែនហ្នឹងជីវិតហ្នឹងវាដូចថាខ្សែជីវិតហ្នឹងវាដាច់កណិតកណាត់វាមានគ្រោះថ្នាក់តាមផ្លូវប៉ុន្តែជីវិតដែលបានពេញបុណ្យកុសលហ្នឹងដូចយើងប្រៀបធៀបថាផ្លូវកស៊ូអញ្ចឹងចាស់ស្រួលទៅមិនទុកទុំមនុស្សតឹងធុងណែនគុំគួនអីទេពីព្រោះមានបញ្ញាស្មារតីមានបរតនត្រ័យនឹងជួយពន្យល់ឲ្យបានធូរស្បើយពីសេចក្តីទុក្ខហ្នឹងជីវិតហ្នឹងវាទុក្ខវានៅតែទុក្ខហ្នឹងមិនអាចជៀសផុតពីទុក្ខបានពីព្រោះវាត្រូវតែជួបប៉ុន្តែវាមិនរណេងរណោងមិនក្តៅក្រហល់កាហាយទេដោយអំណាចនៃពធដោយអំណាចនៃសតិបញ្ញាស្មារតីអញ្ចឹងយើងមានទីពឹងខាងក្រៅផងយើងមានទីពឹងខាងក្នុងផងទើបជីវិតនឹងមិនសូវមានទុក្ខទ្រព្យគេទ្រព្យយើងក្នុងដំណើរនៃវដ្តសង្សារនេះមិនដឹងថាយើងម្នាក់ជាប់ជំពាក់កម្មជាមួយអ្នកណាខ្លះធ្លាប់ធ្វើបាបធ្វើអាក្រក់ចងពៀជាមួយគ្នាពីជាតិណាមកទេកំហឹងគំនុំស្អប់ចងអាឃាតគ្នាឬបាបកម្មណាមួយសុទ្ធតែនាំឲ្យមានពៀវេរាកំណើតវិលវល់អន្ទូលទៅមកដល់ពេលណាមួយកម្មនោះនឹងវិលមករកអ្នកវិញពេលកម្មចាស់ឲ្យផលអ្នកក៏ត្រូវជួបរឿងមិនល្អព្រាត់ប្រាសឬខាតឡងចុងទៅអ្នកធ្វើបាបកម្មអាក្រក់តែម្ដងទេតែពេលកម្មឲ្យផលមិនមែនឲ្យតែម្ដងទេត្រូវឲ្យការគេថែមទៀតត្រូវទទួលផលកម្មនោះច្រើនដងឬច្រើនជាតិដោយសារចេតនាក្នុងការធ្វើកម្មនោះច្រើនដែរគឺចេតនាមុនពេលធ្វើលោកហៅថាបុព្វចេតនាចេតនាពេលកំពុងធ្វើលោកហៅថាមញ្ញនចេតនានិងចេតនាដែលអ្នកធ្វើឲ្យសប្បាយក្នុងការធ្វើបាបនោះលោកហៅថាអបរចេតនាពេលធ្វើអាក្រក់អ្នកខ្លះសប្បាយណាស់ព្រោះវានាំឲ្យបានទ្រព្យធនបានលៀបបានយសឬឈ្នះគេដោយទង្វើអាក្រក់របស់ខ្លួនតែកុំភ្លេចថាការធ្វើបាបនោះមានឧបមាដូចជាការផឹកទឹកឃ្មុំដែលលាយដោយថ្នាំពិសដូច្នោះឯងឆ្ងាញ់ពីដំបូងតែចុងក្រោយត្រូវពុលស្លាប់យ៉ាងណាមិញទ្រព្យរកដោយការបៀតបៀនអ្នកដទៃជាទ្រព្យក្តៅក្រហាយជាទ្រព្យមានពៀមិនសុខកាយមិនសុខចិត្តឡើយហើយជាប់ពៀវរាវែងឆ្ងាយក្នុងជីវិតបច្ចុប្បន្ននេះផងក្នុងអនាគតជាតិផង
បាបកម្មនោះនឹងតាមលងបន្លាចអ្នករហូតដល់ថ្ងៃស្លាប់យើងគ្រប់គ្នាគួរខ្លាចបាបខ្លាចអំពើអាក្រក់មិនគួរចាញ់បោកវាមិនគួរឲ្យវាដឹកមុខហើយទៅប្រព្រឹត្តអាក្រក់ឡើយព្រោះអំពើបាបនោះនឹងនាំទុក្ខមកខ្លួនយើងវិញបាបវានាំឲ្យយើងសប្បាយក្នុងរយៈពេលខ្លីតែត្រូវរងទុក្ខក្នុងរយៈពេលវែងគួរមានស្មារតីប្រឹងរកទ្រព្យដោយសុចរិតមិនបៀតបៀនមិនប៉ះពាល់ទ្រព្យអ្នកណាឡើយបានតិចបានច្រើនជាទ្រព្យត្រជាក់ជាទ្រព្យពរជ័យអ្នករស់នៅដោយសេចក្តីសុខមិនផិតភ័យមិនតក់ស្លុតក្នុងចិត្តឡើយព្រោះគ្មានអំពើបាបមកតាមលងបន្លាចអ្នកនៅសល់បើអ្នកបាត់បង់អ្វីគ្រប់យ៉ាងហោចណាស់អ្នកនៅសល់ជីវិតនៅមានថ្ងៃនេះនិងថ្ងៃស្អែកសម្រាប់រស់បន្តថ្ងៃបានលិចបាត់ទៅហើយអតីតកាលបានកន្លងហួសទៅហើយអនុញ្ញាតឲ្យវាទៅចុះព្រោះបើអ្នកមិនព្រមក៏វាបានរលត់បាត់ទៅហើយរៀនទទួលស្គាល់ការពិតកំណត់ដឹងថាសង្ខារទាំងឡាយតែងប្រែប្រួលមិនទៀងទាត់ទេអារម្មណ៍ជាអតីតគ្រាន់តែជាស្រមោលវាបានរលត់បាត់ទៅហើយអ្វីដែលអ្នកមានក្នុងដៃគឺពេលវេលានៅបច្ចុប្បន្ននេះការសម្រេចចិត្តពេលនេះអាចជួយកំណត់ជោគវាសនាអ្នកនៅថ្ងៃបន្ទាប់បានយកអ្វីដែលអ្នកមានសេសសល់ធ្វើជាមូលដ្ឋានសម្រាប់ដំណើរទៅមុខនាងបដាចាជួបទុកច្រើនឥតគណនាម្ដាយឪពុកបងប្អូនស្វាមីនិងកូនទាំងពីរជាទីស្រឡាញ់បានស្លាប់ទាំងអស់តែនាងនៅអាចងើបឈរហើយបន្តដំណើរទៅមុខទៀតរហូតបានត្រាស់ជាព្រះអរហន្តីជាសាវិកាដ៏ឆ្នើមរបស់ព្រះពុទ្ធជាម្ចាស់អ្នកប្រហែលជាមិនកំសត់ដូចនាងបដាចាទេអ្នកពិតជាអាចងើបមុខឡើងហើយសាងអនាគតថ្មីក្នុងផ្លូវត្រូវផ្លូវបុណ្យកុសលជីវិតអ្នកនឹងបានភ្លឺថ្លាបើអ្នកសម្រេចចិត្តចាប់ផ្ដើមធ្វើល្អពីថ្ងៃនេះតទៅ
ដោយសារជីវិតរបស់យើងវាមិនទៀងអញ្ចឹងពេលខ្លះយើងត្រូវបាត់បង់ញាតិមិត្តបងប្អូនជាទីស្រឡាញ់ហ្នឹងដោយមិនបានព្រៀងទុកមុនហើយពេលខ្លះយើងទទួលយកអត់បានវាលឿនពេកយើងអត់ទាន់បានមើលថែគាត់ត្រឹមត្រូវអីចឹងទៅប៉ណ្ណឹងសង្ខារនោះវាមិនតាមការចង់បានរបស់យើងពេលណាវាអស់ហេតុបច្ច័យក៏ត្រូវរលត់ដូចជាគៀងវាអស់ប្រេងក៏រលត់ទៅយ៉ាងណាជីវិតរបស់យើងនឹងពេលណាកម្មវាអស់ទៅជីវិតនឹងក៏រលត់ទៅដែរអញ្ចឹងបានជានៅក្នុងធម៌បើយើងត្រូវព្រាត់ប្រាសបែកបាក់គ្នាអញ្ចឹងបើយើងយំសោកទៅជាបុគ្គលជនវានៅការយំសោកហ្នឹងយើងខាត់បានទេប៉ុន្តែព្រះអង្គឲ្យយើងធ្វើសកម្មភាពល្អបុណ្យកុសលជំនួសវិញឧទាហរណ៍ថានិមន្តព្រះសង្ឃទទួលចង្ហាន់ឲ្យវាច្រើនថ្ងៃទៅដល់ពីថ្ងៃស្លាប់រហូតដល់7ថ្ងៃទៅហើយដល់ទៅមុខទៀតទៅក៏ធ្វើជារៀងរាល់ពេលតាមដែលយើងអាចធ្វើទៅបានណាអញ្ចឹងនៅពេលដែលយើងនឹកគាត់យើងបានដូចថាកក់ក្ដៅក្នុងចិត្តថាយើងបានធ្វើកិច្ចនឹងជូនគាត់ហើយអញ្ចឹងជំនួសដោយការយំសោកសោកសង្រេងហ្នឹងទៅជាកិច្ចបុណ្យកុសលយើងក៏ដូចថាសប្បាយចិត្តខ្លួនយើងហើយយើងតាំងចិត្តឧទ្ទិសបុណ្យកុសលហ្នឹងជូនដល់អ្នកដែលស្លាប់ទៅអញ្ចឹងវាបានទាំងសងខាងប៉ុន្តែយើងមិនងាយថានឹងទៅហាមឃាត់ចិត្តថាមិនឲ្យយំអីហ្នឹងជាបុគ្គលជនវានៅមានទោសៈទាស់នឹងអារម្មណ៍ហ្នឹងមិនចង់ឲ្យអញ្ចឹងប៉ុន្តែតើយើងមានសតិបញ្ញាស្មារតីហ្នឹងពន្យល់ខ្លួនឯងប្រាប់ថានឹងសង្ខារវាត្រូវដល់ពេលរលត់ទៅឧបមាដូចជាស្លឹកឈើទុំក៏ត្រូវជ្រុះទៅថ្ងៃពេលល្ងាចក៏លិចទៅមិនអាចហាមឃាត់បានទេហើយសត្វលោកនឹងប្រព្រឹត្តទៅតាមកម្លាំងកម្មរបស់ខ្លួនកម្មមុណាវត្តតេលោកោសត្វលោកប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនអញ្ចឹងកិច្ចដែលយើងអាចធ្វើបានមានតែយើងធ្វើតក្កិណានុបទាននឹងឯងហើយក្នុងកលៈទេសៈនៃកូវីដនេះពេលខ្លះកូនចៅក៏ជាប់ក្នុងចតារិស័កមិនបានធ្វើកិច្ចជូនអ្នកមានគុណអីបានត្រឹមត្រូវប៉ុន្តែយើងអាចនឹងឲ្យញាតិមិត្តណាដែលមិនជាប់ជំពាក់នឹងការចតារិស័កនឹងធ្វើកិច្ចឧទ្ទិសជូនទៅប្រហែលថ្ងៃប្រហែលពេលចឹងទៅហើយដល់ពេលយើងរួចមកចាំយើងធ្វើបុណ្យកុសលនឹងឲ្យពេញដៃពេញជើងហើយយើងក៏មិនអាចអង្គុយបន្ទោសខ្លួនឯងថាបើអញ្ចេះទៅមានអីបើអញ្ចោះទៅមានអីអាហ្នឹងយើងបន្ទោសទៅវាអត់បានអីទេពីព្រោះសង្ខារហ្នឹងណាសង្ខារហ្នឹងវាអត់អាចស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់យើងទេដែលលោកហៅថាជាអនត្តាហ្នឹងអញ្ចឹងយើងរក្សាសុខភាពខ្លួនឯងរក្សាចិត្តខ្លួនឯងហើយយើងព្យាយាមធ្វើអំពើល្អដើម្បីបានជាប្រយោជន៍ដល់គាត់អានឹងតាមក្នុងពុទ្ធសាសនាហ្នឹងគឺត្រូវធ្វើតក្កិណានុបទានហ្នឹងរឿយៗមិនចាំបាច់ថាតល7ថ្ងៃមិន100ថ្ងៃអីទេអានឹងយើងធ្វើតាមពេលវេលាហ្នឹងក៏ធ្វើទៅប៉ុន្តែកលៈទេសៈណាដែលយើងនឹករលឹកដល់គាត់យើងធ្វើឧទ្ទិសជូនគាត់ទៅមួយយើងអស់ចិត្តខ្លួនយើងពេលយើងនឹកគាត់យើងគិតថាយើងបានធ្វើអីជូនគាត់ហើយពីរបើក្នុងធម៌កម្លាំងនៃតក្កិណានុបទានកម្លាំងនៃការឧទ្ទិសហ្នឹងបើគាត់ដឹងគាត់មកទទួលត្រេកអរកម្លាំងបុណ្យហ្នឹងអាចរួចផុតពីទុក្ខទោសអាហ្នឹងជាសមត្ថភាពផ្ទាល់ខ្លួនរបស់គាត់បើគាត់ធ្លាប់ចេះត្រេកអរនឹងបុណ្យកុសលឃើញគេធ្វើល្អសប្បាយចិត្តជាមួយអញ្ចឹងទៅអញ្ចឹងឃើញដូចថា
ដឹងថាញាតិមិត្តកូនចៅធ្វើឧទ្ទិសជូនទៅគាត់ត្រេកអរនឹងបុណ្យហ្នឹងក៏ទទួលអនុមោទនាបានសេចក្តីសុខដោយសារកម្លាំងបុណ្យនៃអនុមោទនាហ្នឹងឯងចឹងជាសរុបទៅគឺសង្ខារហ្នឹងវាមិនទៀងវាអាចផ្លាស់ប្ដូរប្រែប្រួលទៅក្នុងពេលណាមួយយើងមិនអាចកំណត់បានអញ្ចឹងជាសារមួយដាស់តឿនស្មារតីរបស់យើងកុំឲ្យមានសេចក្តីប្រមាទផឹងធ្វើល្អអ្វីដែលយើងអាចធ្វើល្អឲ្យហើយបើឧទាហរណ៍ថាត្រូវបែកបាក់ប្រត់ប្រាស់ញាតិទៀតទីស្រឡាញ់អាហ្នឹងក៏ហ៊ានបញ្យល់ខ្លួនឯងថាការយំសោកនឹងមិនបានជាប្រយោជន៍សម្រាប់ខ្លួនយើងផងមិនបានជាប្រយោជន៍សម្រាប់អ្នកដែលស្លាប់ទៅផងហ្នឹងនៅក្នុងធម៌ហ្នឹងសម្ដែងពុទ្ធព្រះអង្គសម្ដែងអញ្ចឹងមកអញ្ចឹងយើងរៀនកាត់បន្ថយមកយើងជាពុទ្ធជនមិនអាចលះបង់អីបានទាំងស្រុងគាត់ថាបញ្យល់ថាហ្នឹងឥឡូវជាគៀងអស់ប្រេងវាត្រូវរលត់ហើយអញ្ចឹងឥឡូវយើងមានតែធ្វើបុណ្យកុសលជាតក្ខណានុប្រទានជាមួយនឹងអ្នកមានសិលមិនថាតែប្រសងជាអ្នកណាដែលជាអ្នកមានគុណធម៌ល្អធ្វើទៅឧទ្ទិសជូនគាត់ទៅអាហ្នឹងហើយយើងក៏រួចផុតពីដូចថាការស្ដីបន្ទោសខ្លួនឯងហ្នឹងហើយកម្លាំងបុណ្យហ្នឹងក៏បានជួយដល់គាត់ដែរបាបចាស់បុណ្យថ្មីតាមច្បាប់កម្មផលយើងម្នាក់សុទ្ធតែធ្លាប់បានសាងបាបកម្មខ្លះពីអតីតជាតិមកកាលណាដល់ពេលដែលសមគួរបាបចាស់នឹងឲ្យផលអ្នកក៏ជួបរឿងមិនល្អជួបប្រទះនៅបញ្ហាឬមុខរបរត្រូវខាតបង់ទៅកម្មប្រៀបបានដូចជាស្រមោលអន្ទូលតាមប្រាណតែងជាប់តាមបុគ្គលអ្នកប្រព្រឹត្តនោះទៅក្នុងជាតិកំណើតតទៅទោះបីខំរត់ទៅណាក៏មិនអាចរត់ផុតពីកម្លាំងកម្មដែរសូម្បីតែព្រះពុទ្ធក៏មានបាបតាមឲ្យផលដែរអ្នកធ្លាប់បៀតបៀនជីវិតគេពីអតីតជាតិមកកើតមកក្នុងជាតិនេះក៏សម្បូរជំងឺហើយអាយុមិនវែងទេអ្នកធ្លាប់កឹបកេងទ្រព្យគេនាំឲ្យរកស៊ីមិនឡើងឬខាតលងចុងឬត្រូវបាត់បង់ភ្លើងឆេះទឹកលិចទៅចំណែកអ្នកដែលចូលចិត្តចរណែននិន្ទាអ្នកដតីកើតមកជាតិណាច្រើនមានគេស្អប់ទៅណាមកណាខ្សត់មិត្តសម្បូរសត្រូវរីឯអ្នកចូលចិត្តខឹងមួម៉ៅច្រើនកើតមកមានរូបមិនស្អាតមុខមិនស្រស់ដូចគេតែគួរចងចាំថារឿងមិនល្អជាផលនៃបាបចាស់រីឯភាពមួម៉ៅក្តៅក្រហាយជាបាបថ្មីដែលធ្វើឲ្យរឿងកាន់តែអាក្រក់ឡើងផលកម្មចាស់គ្មានអ្នកណារត់គេចបានទេតែអ្នកអាចសាងកម្មថ្មីកម្មល្អដែលនាំឲ្យជីវិតបានប្រសើរឡើងវិញជោគវាសនាជីវិតអ្នកមិនពឹងផ្អែកទាំងស្រុងទៅលើកម្មចាស់ទេតែកម្មថ្មីកម្មបច្ចុប្បន្នមានឥទ្ធិពលខ្លាំងលើខ្សែជីវិតអ្នកបើអ្នកជួបរឿងមិនល្អចាត់ទុកថាជាផលនៃកម្មចាស់ទៅចុះ
ខំប្រឹងដោះស្រាយហើយបើដោះហើយងើបឡើងដើរទៅមុខទៀតសូមកុំស្ពាយផលកម្មចាស់នោះតាមខ្លួនយូរពេកធ្ងន់ណាស់បើវាឲ្យផលម្ដងហើយឲ្យវាកន្លងផុតទៅបើអ្នកមួម៉ៅនឹងវានឹងឧស្សាហ៍មករកអ្នកវិញមិនខានបារមីខ្លាំងពូកែក្នុងព្រះពុទ្ធសាសនាពាក្យថាបារមីសំដៅយកគុណធម៌ទាំងឡាយដែលនាំឲ្យបានត្រាស់ដឹងឬគុណជាតិដែលនាំឲ្យបានរួចផុតពីទុក្ខរួចផុតពីសង្សារវដ្តព្រះពុទ្ធអង្គនៃយើងបានបំពេញនៅបារមីអស់ច្រើនលានកោដជាតិទម្រាំបានត្រាស់ដឹងជាព្រះពុទ្ធបារមីដែលព្រះអង្គត្រូវបំពេញមាន10ដែលលោកហៅថាទុសបារមីឬម្យ៉ាងទៀតលោកហៅថាពុទ្ធការកធម៌គឺទី1ទានបារមីការចែកទានសង្គ្រោះដល់អ្នកដទៃដោយចិត្តករុណាទី2សីលបារមីការរក្សាកាយវិជ្ជាឲ្យបានល្អមិនបៀតបៀនអ្នកដទៃទី3នេក្ខមបារមីការចេញសាងភ្នោះឆ្ងាយពីកាមគុណទី4បញ្ញាបារមីការសន្សំចំណេះដឹងការប្រើបញ្ញាញាណសម្រាប់ត្រេះរិះពិចារណាក្នុងការដោះស្រាយបញ្ហាទី5វិរិយបារមីការតស៊ូព្យាយាមជំនះការលំបាកក្នុងការបំពេញភារកិច្ចរបស់ខ្លួនទី6ខន្តិបារមីសេចក្តីអត់ធន់ចំពោះពាក្យសម្ដីអ្នកដទៃឬការងារលំបាកផ្សេងទី7សច្ចបារមីការរក្សាពាក្យសច្ចៈមិនក្បត់ពាក្យសន្យាទី8អធិដ្ឋានបារមីការបដិញ្ញាចិត្តខ្ពស់មិនងាយបោះបង់ការងារចោលទី9មេត្តាបារមីសេចក្តីស្រឡាញ់ទឹកចិត្តមេត្តាទឹកចិត្តត្រជាក់មិនងាយខឹងក្រេវក្រោធនិងទី10ឧបេក្ខាបារមីការមិនរំភើបញាប់ញ័រចំពោះអារម្មណ៍ល្អក្តីមិនល្អក្តីដែលកើតឡើងក្នុងជីវិតពេលព្រះពោធិសត្វបានបំពេញនៅបារមីទាំង10នេះគ្រប់បរិបូរណ៍ហើយព្រះអង្គបានបំពេញសេចក្តីព្យាយាមក្នុងសមាធិនិងវិបស្សនារហូតចុងក្រោយព្រះអង្គបានត្រាស់ដឹងនៅមាគ៌ាទៅកាន់ទីរំលត់ទុក្ខពោលគឺព្រះនិព្វានដែលយើងសន្មតថាព្រះពុទ្ធបានត្រាស់បុណ្យកុសលដែលព្រះអង្គបានបំពេញមកបានជួយឲ្យព្រះអង្គបរិបូរណ៍ដោយលក្ខណៈសម្បត្តិទាំងកាយទាំងវាចាទាំងសតិបញ្ញាដល់ព្រមបានជាទីពឹងនិងជាទីគោរពស្រឡាញ់កោតខ្លាចនៃមនុស្សនិងទេវតាទាំងឡាយរីឯពាក្យថាបារមីវត្តនេះពូកែព្រះអង្គវត្តនោះស័ក្តិសិទ្ធិជាដើមដែលជាទូទៅយើងឲ្យតម្លៃទៅលើអភិនិហាបារមីឫទ្ធានុភាពដែលធ្វើឲ្យគេកោតខ្លាចជាដើមបើនិយាយតាមន័យព្រះធម៌ព្រះពុទ្ធជាម្ចាស់
បានបរិនិព្វានបាត់ទៅហើយគ្មានវិញ្ញាណឬបារមីអ្វីបន្តិចបន្តួចនៅសេសសល់ឡើយអ្វីដែលព្រះអង្គបន្សល់ទុកគឺឱវាទពាក្យព្រានប្រដៅដែលជាផ្លូវនាំយើងឲ្យបានរួចផុតពីទុក្ខព្រះពុទ្ធរូបជារូបស្នងជារូបតំណាងព្រះពុទ្ធជាម្ចាស់សម្រាប់បានជាទីនឹករលឹកនិងគោរពបូជាតែព្រះអង្គគ្មានចិត្តគ្មានវិញ្ញាណអ្វីមកដឹងរឿងយើងបែបបន់អ្វីឡើយព្រោះព្រះអង្គបានរំលត់ខណ្ឌទៅកាន់បរិនិព្វានហើយបើបងប្អូនទៅថ្វាយបង្គំព្រះពុទ្ធរូបសូមថ្វាយបង្គំដោយការដឹងគុណដែលព្រះអង្គជួយណែនាំយើងឲ្យបានសេចក្តីសុខថ្វាយបង្គំដោយសេចក្តីគោរពចំពោះគុណធម៌របស់ព្រះអង្គមិនគួរទៅថ្វាយបង្គំបួងសួងសុំឲ្យព្រះអង្គជួយយ៉ាងនេះយ៉ាងនោះទេព្រោះវាជាសទ្ធាដែលប្រាសចាកបញ្ញាឧបមាដូចអ្នកដំណើរប៉ុន្តែដើរទាំងពីការភ្នែកតែសូមចងចាំថាការថ្វាយបង្គំចំពោះព្រះពុទ្ធជាម្ចាស់ដោយសេចក្តីគោរពពិតប្រាកដដោយសមាទិដ្ឋិនឹងបានទទួលផលអានិសង្សច្រើនឥតគណនាតែផលនោះមិនមែនព្រះពុទ្ធជាអ្នកផ្ដល់ឲ្យយើងទេគឺផលកើតពីចិត្តជ្រះថ្លាក្នុងចិត្តរបស់យើងផ្ទាល់ដែលបានថ្វាយបង្គំចំពោះព្រះពុទ្ធជាម្ចាស់ដោយសទ្ធាប្រកបដោយបញ្ញារីឯរិទ្ធអានុភាពឬហេតុភេទផ្សេងអាចជាអានុភាពរបស់ពពួកអមនុស្សឬទេវតាឬខ្មោចព្រាយដែលអាស្រ័យនៅទីនោះឬថែរក្សានៅតំបន់នោះជាអ្នកបណ្ដាលឲ្យមានឡើងតែដាច់ខាតមិនមែនជាបារមីឬវិញ្ញាណរបស់ព្រះពុទ្ធឡើយពពួកអមនុស្សនៅទីនោះអាស្រ័យនឹងព្រះពុទ្ធរូបក៏ទទួលនៅសក្ការៈបូជាផ្សេងពីមនុស្សម្នាទាំងឡាយដែលយកទៅបូជានិយាយនេះមិនហាមឃាត់ថាឲ្យបងប្អូនឈប់គោរពបូជាទេវតាទេតែត្រូវធ្វើដោយសមាទិដ្ឋិត្រឹមត្រូវកុំឲ្យคล้ายជាមង្គលភ្ញាក់ផ្អើលដែលផ្ទុយពីឱវាទព្រះពុទ្ធទៅវិញយើងអាចសម្ដែងការរាប់អានការគោរពបូជាដល់ទេវតានិងអមនុស្សទាំងនោះតាមរយៈការផ្សាយមេត្តាចិត្តការជូនបុណ្យកុសលការថ្វាយគ្រឿងសក្ការៈផ្សេងឧបមាដូចជាការរាប់អានអ្នកជិតខាងដូច្នោះឯងសូមឲ្យគេបានសុខបានចម្រើនហើយជួយថែរក្សាគ្នាទៅវិញទៅមកតែមិនគួរផ្ដេកផ្ដួលចិត្តបាត់បង់ជំហរលួងខ្លួនដើរតែបន់ស្រន់បួងសួងសុំសេចក្តីសុខពីគេឡើយហើយភ្លេចធ្វើមូលហេតុនៃសេចក្តីសុខនោះដោយខ្លួនឯងព្រោះអ្វីគ្រប់យ៉ាងសុទ្ធតែមានហេតុផលបើអ្នកគ្មានបុណ្យទេអង្វរករយ៉ាងម៉េចក៏ទេវតាមិនអាចជួយអ្នកបានដែរគេជួយយើងតលតែយើងមានបុណ្យខ្លួនយើងដែរដោយភាសាអង់គ្លេសមួយថា there is no free lunch បើអ្នកជាមនុស្សមានបុណ្យមិនចាំបាច់សុំទេវតាឲ្យជួយក៏បានដែរគឺជាភារកិច្ចរបស់គេត្រូវតែជួយអ្នកដោយពេលដែលព្រះពុទ្ធជាម្ចាស់នៃយើងទ្រង់ចុះចាប់បដិសន្ធិមានទេវតាមកថែរក្សាព្រះគភ៌របស់ព្រះមេត្តាព្រះអង្គជាប្រចាំសូមចងចាំថាទេវតាខ្លះជាសមាទិដ្ឋិទេវតាខ្លះជាមិច្ឆាទិដ្ឋិយល់ខុស
ហើយអាចនាំអ្នកឲ្យដើរផ្លូវខុសដែរមិនមែនទេវតាសុទ្ធតែល្អទាំងអស់ទេយើងមានទុក្ខដោយយើងទេវតាមានទុក្ខដោយទេវតានាពេលមួយព្រះឥន្ទជាសកទេវរាជពិបាកចិត្តពេករកអ្នកណាជួយមិនបានក៏ចូលមករកព្រះពុទ្ធជាម្ចាស់សូមព្រះអង្គឲ្យជួយសម្រាលទុក្ខព្រះអង្គក៏ពន្យល់ព្រះឥន្ទរហូតបានធូរស្បើយពីសេចក្តីទុក្ខហើយត្រឡប់ទៅឋានត្រៃត្រឹងវិញដោយសារគុណធម៌បញ្ញាញាណរបស់ព្រះអង្គធ្វើឲ្យព្រះឥន្ទក៏មករកព្រះអង្គដែរជាសរុបមកបារមីក្នុងព្រះពុទ្ធសាសនាសំដៅលើកុសលធម៌ទាំង10ដែលនាំឲ្យបានរួចផុតពីទុក្ខបារមីនោះពិតជាពូកែមែនព្រោះបានធ្វើឲ្យយើងคล้ายជាមនុស្សល្អបន្តិចម្ដងរហូតបានត្រាស់ដឹងនៅសច្ចធម៌ជាទីបំផុតបានរួចផុតពីទុក្ខនិងបានជាទីពឹងសម្រាប់មនុស្សនិងទេវតាទាំងឡាយយើងគ្រប់គ្នាគួរសន្សំបារមីទុក្ខក្នុងចិត្តរបស់យើងឲ្យបានច្រើនយើងនឹងក្លាយជាមនុស្សមានបារមីហើយមិនពិបាកទៅរកបារមីខាងក្រៅទេតែអ្នកនៅតែផ្សាយមេត្តាចិត្តសូមឲ្យពពួកអមនុស្សនិងទេវតាទាំងឡាយបានសេចក្តីសុខបុណ្យមានទ្រព្យនៅបើបុណ្យអ្នកនៅមានរួមផ្សំជាមួយការប្រុងប្រយ័ត្នផងទ្រព្យអ្នកមិនងាយបាត់បង់ទៅណាទេតែពេលណាអ្នកអស់បុណ្យហើយអ្នកមានសេសសល់បាបពីមុនមកផងទ្រព្យឃើញនៅនឹងភ្នែកក៏យកមិនបានឬត្រូវបាត់បង់ខូចខាតទៅវិញបាបកម្មនាំឲ្យរកស៊ីមិនឡើងឬខាតចុងខាតដើមមានដូចជាកឹបកេងទ្រព្យគេជំពាក់លុយគេមិនសងសន្យាថាឲ្យហើយបែរជាមិនឲ្យវិញសន្យាថាឲ្យច្រើនតែបែរជាឲ្យតិចវិញកំណាញ់ស្វិតមិនចិញ្ចឹមមេដាបេដាជាដើមសេចក្តីលោភធ្វើឲ្យមនុស្សចង់បានទ្រព្យគេមកជារបស់ខ្លួនទ្រព្យនោះអាចបានមកមែនតែជាទ្រព្យក្តៅក្រហាយជាទ្រព្យមានពៀបាបកម្មនោះនឹងតាមលងបន្លាចបុគ្គលនោះរហូតដល់ថ្ងៃស្លាប់ហើយនឹងត្រូវរងទុក្ខវែងឆ្ងាយក្នុងកំណើតតទៅមុខទៀតម្យ៉ាងទៀតសេចក្តីកំណាញ់ធ្វើឲ្យមនុស្សមិនហ៊ានធ្វើទានទេពេលខ្លះមិនទាំងហ៊ានចិញ្ចឹមម៉ែឪឯងក៏មានសេចក្តីកំណាញ់មកសឹបប្រាប់យើងថាបើធ្វើទៅក្រែងអស់តែបើតាមពិតទៅនៅដំណាក់កាលចុងក្រោយយើងគ្រប់គ្នាត្រូវទៅខ្លួនទៅទេគ្មានយកអ្វីទៅតាមខ្លួនបានបន្តិចសោះឡើយបើមិនបានធ្វើបុណ្យទេទ្រព្យនោះគេចែកគ្នាអស់គ្មានបានជាប្រយោជន៍សម្រាប់ខ្លួនយើងទៅកាន់បរលោកឡើយមានតែបុណ្យដែលខ្លួនយើងសន្សំរឿយទេ
ទើបបានជាទីពឹងទៅក្នុងលោកខាងមុខបាននិយាយនេះមិនមែនមានន័យថាឲ្យឈប់រកស៊ីធ្វើតែទានឲ្យអស់ទៅនោះទេតែគួរបែងចែកសម្រាប់សេចក្តីសុខបច្ចុប្បន្នផងសន្សំបុណ្យបានជាទីពឹងទៅក្នុងបរលោកនាយផងព្រោះដំណើរកើតស្លាប់គឺត្រូវធ្វើដំណើរតែម្នាក់ឯងគ្មានអ្នកណាមកគំដរអ្នកទេរីឯបុណ្យដែលនាំឲ្យអ្នកចម្រើនដោយទ្រព្យសម្បត្តិរកស៊ីធូរគឺការចេះធ្វើទានសង្គ្រោះដល់អ្នកលំបាកដែលលោកហៅថាសង្ឃហទាននិងការចិញ្ចឹមមាតាបិតាទំនុកបម្រុងអ្នកមានសិលជាដើមដែលលោកហៅថាបូជាទានបុគ្គលដែលមានចិត្តសប្បុរសមានចិត្តមេត្តាមិនកំណាញ់មិនគិតតែខ្លួនឯងរមែងទទួលបានសេចក្តីស្រឡាញ់សេចក្តីសុខតាំងពីបច្ចុប្បន្នរហូតបរលោកនាយកុសលធនៈទានមើលពីខាងក្រៅហាក់ដូចជាអស់ទ្រព្យពីខ្លួនតែវាមានឧបមាដូចជាការព្រុះស្រូវក្នុងស្រែអ្នកអស់ស្រូវពូជពីល្អីមែនតែចុងក្រោយអ្នកទទួលបានផលច្រើនបុគ្គលដែលបានធ្វើទានទុកហើយកើតជាតិណាតែងកើតក្នុងត្រកូលមានទ្រព្យសម្បត្តិបើរកទទួលទានក៏រកបានដោយងាយហើយមិនងាយបាត់បង់ទ្រព្យសម្បត្តិទៅណាទេ